Hello សួស្តីអ្នកនាងថ្ងៃនេះខ្ញុំមានអ្វីចែកម្លែកទៅកាន់អ្នកនាងពាក់ព័ន្ធនឹងប្រើប្រាស់ម៉ូតូឲ្យបានល្អស្រួលជិះអញ្ចឹងណាដំបូងឡើយម៉ូតូខ្ញុំនេះគឺជិះពេលមួលដែលប៉ាត្រឹម10 20វាលន់ដែលប៉ាត្រើតតែអ្នកនាងតែបន្ទាប់ពីមួយរយៈក្រោយខ្ញុំបដូរនេះខ្ញុំមុននឹងជិះខ្ញុំក្រងទីមុនជិះកាច់សោក្រងទីឲ្យបាន5 ទៅ 6 7 នាទីណាអ្នកគ្នាក្រងទីហើយបានត្រូវធ្វើអញ្ចឹងពេលណាយើងជិះគឺយើងកាច់សោភ្លាមដេមួលទៅភ្លាមធ្វើឲ្យប្រេងម៉ាស៊ីនយើងរត់អត់សັບក្នុងគ្រឿងម៉ាស៊ីនទេប្រេងក្នុងរត់អត់សັບធ្វើឲ្យមានបញ្ហាក្នុងគ្រឿងក្នុងម៉ូតូអញ្ចឹងប្រេងវាវាយអត់ទាន់សប់អញ្ចឹងយើងមុននឹងជិះយើងត្រូវកាច់សោដេក្រងទីឲ្យបាន4 5 នាទីសិនដើម្បីឲ្យប្រេងខាងក្នុងនេះវារត់សប់ដើម្បីកុំឲ្យវាមានបញ្ហាកត្រាក់ញ័រអីចឹងណាព្រោះអីមួយរយៈចុងក្រោយនេះពេលខ្ញុំជិះខ្ញុំក្រងទីមុនជិះខ្ញុំកាច់ក្រងទីចោល4 5 នាទីសិនបានខ្ញុំចាប់ដើមមួលវាឡើងបានចាប់ដាប់បើកវាអញ្ចឹងអ្នកគ្នាសាកតាមខ្ញុំទៅមុនជិះអ្នកគ្នាសាកក្រងទី4 5 នាទីសិនទៅធ្វើអញ្ចឹងត4 5 ដងអ្នកគ្នាដឹងថាម៉ូតូអ្នកគ្នារៀងប្លែកជាងមុនហើយព្រោះអីខ្ញុំធ្វើអញ្ចឹងប្លែកពីមុនពេលជិះកាច់សោតឆេះទៅបដោយអត់ក្រងទីវាមានអារម្មណ៍ថាវាដេប៉ាវាញ័រត្រុតខ្លាំងណាស់ពីមុនណាញ័រត្រុត10 20ញ័រត្រុតដល់ហ្មងតែឥឡូវតែពេលខ្ញុំចាប់ធ្វើក្រងទី4 5 នាទីមួយរយៈក្រោយនេះគឺអត់មានវាអត់មានដេប៉ាញាក់ត្រុតទេស្រួលជិះជាងមុនអញ្ចឹងធ្វើឲ្យប្រេងវាខាងក្នុងហ្នឹងវារត់បានល្អរត់ជ្រាបក្នុងម៉ាស៊ីនបានល្អធ្វើឲ្យម៉ាស៊ីនវាចាប់ប្រេងបានល្អអញ្ចឹងទៅវាម៉ាស៊ីនយើងស្រួលជិះហ្នឹងហើយអ្នកគ្នាខ្ញុំមានអ្វីចែកម្លែកមានតែប៉ុណ្្នឹងហើយអ្នកគ្នាអ្នកមកថ្មីជួយ like ជួយ share អ្នកមួយផង subscribe មួយផងបាទនិយាយរួមទៅគ្រប់ម៉ូតូទាំងអស់អ្នកគ្នាគួរតែមុននឹងជិះយើងគួរតែក្រងទីវាដើម្បីឲ្យប្រេងវារត់សប់ក្នុងម៉ាស៊ីនសិនទើបយើងបញ្ឆេះវាបើកទៅចឹងធ្វើឲ្យម៉ាស៊ីនយើងល្អប្រើជាងមុនខ្ញុំគិតថាអញ្ចឹងឯងព្រោះអីពីមុនមកខ្ញុំអត់ដឹងខ្ញុំកាច់សោតបញ្ឆេះទៅបដ ாய் អត់ក្រងទីយូរវាចាប់ផ្ដើមដេប៉ាកាន់តែខ្លាំងញាក់ត្រើតតែឥឡូវអត់ទេតាំងពីខ្ញុំចាប់ផ្ដើមធ្វើក្រងទីវាមកគឺអត់ញាក់អត់ដេប៉ាទេហើយវាអាចនឹងពាក់ព័ន្ធនឹងខ្សែពៀនយើងឆែកទៅប្រអប់អេនេះផងឲ្យគេសម្អាតប្រអប់អៀបសម្អាតខ្សែពៀនសម្អាតក្លោកខ្សែពៀននេះកុំឲ្យមានដីមានអីចឹងណាបើយើងធ្វើអញ្ចឹងហើយវាអត់មានសូវដេប៉ាខ្លាំងដូចមុនទេយើងសម្អាតអានេះតើសូមមានដេប៉ានេះហើយយើងមុននឹងជិះយើងក្រងទីវាទៅគឺស្រួលជិះជាងមុនហើយជិះធ្វើតាមខ្ញុំអត់គ្នាក្រុមម៉ូតូទាំងអស់ពួកអូតូពីក៏លេខដល់យើងធ្វើអញ្ចឹងទៅស្ទើរបានម៉ាស៊ីនយើងប្រើបានយូរអ្នកនេះសាកធ្វើតាមខ្ញុំម៉ាស៊ីនអ្នកនេះខុសមុនប្លែកជាងមុនស្រួលជិះជាងមុនហ្នឹងហើយអ្នកនេះមានប៉ុណ្ណឹងបានចែកម្លែកទៅអស់គ្នាអ្នកអស់គ្នាមកថ្មីបងប្អូនមកថ្មីជួយ like ជួយ share subscribe ឲ្យអ្នកមួយផងណាសូមអរគុណហ្នឹងហើយ